សួស្តីគឹមពធីស្វាគមន៍មករៀនរស់ podcast ដែលយើងនិយាយតាក់ទងពីគំនិតមួយចំនួនដែលអាចធ្វើជីវិតយើងកាន់តែប្រសើរតើអ្នកទាំងអស់គ្នាធ្លាប់ចំណាយពេលក្នុងការអភិវឌ្ឍចំណេះដឹងទូទៅអត់តាក់ទងពី term ដែលគេហៅថាចំណេះដឹងទូទៅថាវា broad មែនតើហើយពេលដែលខ្ញុំធំឡើងយើងនិយាយប្រាប់ថាគួរតែអភិវឌ្ឍចំណេះដឹងទូទៅហងកុំយល់ដឹងតែអ្វីដែលនៅក្នុងសាលាអញ្ចឹងណាប៉ុន្តែដោយសារវា broad អញ្ចឹងទៅក៏វាចឹងនិយាយថាវាអត់មានភាពជាក់លាក់ថាតើចំណេះដឹងអ្វីទៅដែលគេហៅថាចំណេះដឹងទូទៅហ្នឹងព្រោះឧទាហរណ៍ខ្ញុំបើកមើល YouTube បើកមើល Facebook បើកមើលអីចឹងទៅគឺថាវាមានព័ត៌មានថាគេចែកចាយច្រើនអាចជា blog អាចជា video អីចឹងទៅហើយវាផ្សេងដូចឧទាហរណ៍ថាហេតុអ្វីបានជាក្តាមដើរពីឆ្វេងទៅស្ដាំមកក្រោយអីចឹងហេតុអ្វីបានជាប្រទេសនេះមានជាងប្រទេសនេះហេតុអ្វីបានជាប្រទេសនេះឈ្លោះគ្នាមួយប្រទេសនេះឡាក់អីចឹងទៅគឺវាមានច្រើនយើងត្រូវគិតឡើងវិញថាតើទាំងអស់ហ្នឹងគឺជាអ្វីមួយដែលជួយយើងអត់ចំពោះខ្ញុំផ្ទាល់គឺថាតាក់ទងពីចំណេះដឹងហើយនឹងការអភិវឌ្ឍខ្លួនវាមិនមែនជាអ្វីមួយដែលថាវាសង្កត់ទៅលើបរិមាណនេះបរិមាណហ្នឹងគឺថាយើងស្រូបទាញព័ត៌មានកាន់តែច្រើនប៉ុន្តែព័ត៌មានទាំងអស់ហ្នឹងគឺជាអ្វីមួយដែលថាវាអត់ស្របតាក់ទងមួយគោលដៅជីវិតរបស់យើងហើយមួយទៀតមិនមែនជាអ្វីមួយដែលថាយើងអាចយកមកដោះស្រាយនឹងបញ្ហាសពថ្ងៃនេះចឹងមានថាចំណេះដឹងហ្នឹងគឺជាចំណេះដឹងរំខានមានន័យថាការស្រូបយកព័ត៌មានថាយើងចំណាយពេលស្រូបព័ត៌មានហ្នឹងបើយើងយកទៅចំណាយពេលទៅលើយកទទួលយកព័ត៌មានថាវា align ទៅលើគោលដៅឬក៏បញ្ហាដែលយើងជួបរាល់ថ្ងៃហ្នឹងគឺថាវាអាចល្អជាងអានេះដូចឧទាហរណ៍អញ្ចឹងខ្ញុំចូលចិត្តមើលវីដេអូ DIY មែនតើគឺថាដូចឧទាហរណ៍គេធ្វើតុធ្វើទូអីអញ្ចឹងទៅហើយពេលយើងមើលអញ្ចឹងថាអូខេតុកហ្នឹងធ្វើអញ្ចេះតុកហ្នឹងធ្វើអញ្ចេះប៉ុន្តែនេះគឺមិនមែនជាអ្វីមួយដែលថាវាស្របជាមួយនឹងគោលដៅខ្ញុំហើយណាមួយមិនមែនជាអ្វីមួយដែលថាខ្ញុំចង់និយាយថា actively ចង់យកមកប្រើរាល់ថ្ងៃចឹងមានថាព័ត៌មានទាំងអស់ហ្នឹងគឺវាអត់មានជួយខ្ញុំប៉ុន្តែវារំខានខ្ញុំក្នុងការរៀននៅអ្វីដែលសំខាន់ក្នុងពេលឥឡូវនេះហ្នឹងចឹងជាងផ្ដោតទៅលើត្រង់ស្រូបព័ត៌មានឲ្យតែចំណេះដឹងទូទៅយើងស្រូបយកចាប់ផ្ដើមរកចំណេះដឹងដែលជាក់លាក់ជាមួយនឹងអ្វីដែលសំខាន់ចំពោះយើងខ្ញុំនិយាយនេះមិនមែនថាឧទាហរណ៍មិនថាអូខេក្តាមអីចឹងឬប្រទេសនេះសេដ្ឋកិច្ចគេមិនអីចឹងទៅមិនមែនថាទាំងអស់នឹងអត់ប្រយោជន៍ទេសារៈប្រយោជន៍របស់វាគឺខុសគ្នាទៅតាមមនុស្សមួយបើសិនបើខ្ញុំជាអ្នកសេដ្ឋកិច្ចហើយខ្ញុំចង់និយាយថា passionate ក្នុងការមានចំណេះដឹងកាន់តែច្រើនតាក់ទងពីសេដ្ឋកិច្ចឬក៏ politics អីចឹងគឺមានថាខ្ញុំមើលវីដេអូតាក់ទងពីអូខេការគេ analyze ទៅលើ politics មួយ economy លើប្រទេសមួយហ្នឹងវាអាចមានសារៈប្រយោជន៍ប៉ុន្តែបើមិនមែនជាគោលដៅរបស់ខ្ញុំទេការដែលមើលអស់ហ្នឹងគឺវាជួយខ្ញុំមែនអត់អាហ្នឹងយើងត្រូវគិតខ្លួនឯងព្រោះថាបើសិនជាយើងអត់សម្រេចចិត្តទេមានយើងចេះស្រូបព័ត៌មានដែលវាអត់មានជួយយើងទេអញ្ចឹងសំខាន់ត្រូវគិតមើលឡើងវិញតាក់ទងពីព័ត៌មាននិងចំណេះដឹងដែលថាយើងស្រូបយកហ្នឹងគឺវា align ជាមួយយើងអត់បើសិនបើវាអត់ទេមានន័យថាយើងប្រើពេលក្នុងការអភិវឌ្ឍរបស់យើងដល់ខិះខ្ជាយអរគុណនឹងការស្ដាប់ជួបគ្នានៅវីដេអូខាងមុខទៀតបាយបាយ